តើឆ្នាំនេះក្រុមហ៊ុន DVD គាត់នឹងធ្វើការបែងចែកភាគនេះដែរឬទេនេះគឺជាសំណួរមួយដែលវិទ្យាជនជាច្រើនគាត់ចង់ដឹងហើយជាពិសេសវិទ្យាជនថ្មីបាទប៉ុន្តែមុនយើងអាចកំណត់បានថាតើក្រុមហ៊ុន DVD នឹងគាត់ចែកភាគឬអត់យើងត្រូវកលេចទៅមើលពីអតីតកាលបន្តិចអំឡុងពេលក្រុមហ៊ុន DVD គាត់ឡើងទីផ្សារភាគហ៊ុនមកគាត់បានធ្វើការសន្យាថាគាត់នឹងបែងចែកភាគលាភនោះជាការធានាតែម្ដងចំនួន 5.5% នៃថ្លៃ IPO ចំពោះភាគហ៊ុនដែលបោះផ្សាយ IPO ភាគបោះផ្សាយថ្មីដែលមានប្រមាណជា6លាន4សែនភាគហ៊ុនដោយ 5.5% នៃថ្លៃ IPO នោះគេប៉ាន់ប្រមាណទៅថា131រៀលក្នុងមួយភាគហ៊ុនដូច្នេះហើយបើយើងគិតថា6លាន4សែនភាគហ៊ុននេះគឺយើងអាចគិតជាលុយថាប្រមាណជា800លានរៀលជាងបន្តិចបាទជាពិសេសនៅឆ្នាំដំបូងដែលក្រុមហ៊ុននេះឡើង IPO ក្រុមហ៊ុនបានផ្ដល់ភាគលាភចំនួន131រៀលជូនដល់វិនិយោគិនដែលទិញភាគហ៊ុននៅក្នុងភាគហ៊ុន IPO ភាគហ៊ុនដែលបោះថ្មីហ្នឹងដោយការសន្យាមែនដែលឡែកឆ្នាំទី2នៃការឡើងទីផ្សារភាគហ៊ុនក្រុមហ៊ុននេះគឺមិនបានដល់ភាគលាភជូនវិនិយោគិនទេដែលលើកហេតុផលថាប្រាក់ចំណេញដែលគាត់ទទួលបានហ្នឹងគឺមិនគ្រប់គ្រាន់ត្រង់នេះយើងអាចនិយាយបានថាបទពិសោធន៍ក្រុមហ៊ុននេះគឺនឹងមិនផ្ដល់ភាគលាភជូនវិនិយោគិនប្រសិនបើប្រាក់ចំណេញហ្នឹងគឺមិនគ្រប់គ្រាន់អញ្ចឹងយើងក៏លេខមកមើលឆ្នាំនេះម្ដងឆ្នាំ2024យោងតាមរបាយការណ៍ប្រចាំឆ្នាំក្រុមហ៊ុនបានបង្ហាញថាខ្លួនទទួលបានប្រាក់ចំណេញចំនួន200លានរៀលបាទដែលឡែកយើងក៏លេខមើលភាគហ៊ុន IPO ដែលធានាចំនួន6លាន4សែនភាគហ៊ុនជាងនេះគឺនឹងត្រូវការសាច់ប្រាក់ជាង800លានរៀលត្រង់នេះយើងអាចទាញបានថាបើយោងតាមប្រវត្តិពីអតីតកាលមកក្រុមហ៊ុនមិនមានប្រាក់ចំណេញគ្រប់គ្រាន់ក្នុងការបែងចែកនោះទេហើយក្រុមហ៊ុនអាចនឹងមិនធ្វើការបែងចែកភាគលាភជូនវិនិយោគិននោះទេនៅក្នុងឆ្នាំ2025ដោយប្រាក់ចំណេញឆ្នាំ2024ពុំមានចំនួនគ្រប់គ្រាន់ត្រង់ចំណុចនេះក៏ជាការលើកឡើងផ្នែកទៅទេបើបងប្អូនចង់ដឹងលម្អិតឬក៏យ៉ាងណាត្រូវមានការសិក្សាស្វែងយល់បន្ថែមនិងធ្វើការសម្រេចចិត្តដោយខ្លួនឯងសូមអរគុណសូមជម្រាបលា